ផ្សាយព័ត៌មានមិនពិតបំផ្លាស់អ្នកខ្លះហ្នឹងនិយាយពីគេបាញ់ប្រាវមិនតាន់ស្អីហងយន្តហោះ F16 គេហ្នឹងគេបាញ់ធ្លាក់4-10គ្រឿងអីចឹងទៅហើយជាអ្នកសារព័ត៌មានអាជីពគេហ្នឹងហើយដល់ពេលហើយយន្តហោះគេតម្លាក់យើងស្រោចយើងសើបាញ់ធ្លាក់ដឹងប្រមាណគ្រឿងឯងហើយដល់ពេលថាកុហកអញ្ចឹងទៅបានប្រយោជន៍អីវាធ្វើឲ្យសារព័ត៌មានយើងវល់ទី1គេលែងទុកចិត្តយូរនិយាយស្អីក៏គេតែមិនជឿហើយគេមើលងាយហើយដល់ពេលក្រោយនេះអាបាញ់គ្នាប្រហែលថ្ងៃពីថ្ងៃទី7ទី8ខែធ្នូមកនិយាយពីថ្ងៃណាខ្លះនោះទៅហ៊ានថៃទៅហ៊ានអីស្លាប់6-7,000នាក់របួសរាប់ម៉ឺននាក់និយាយពីរបួសនិយាយពីយើងមហាជោគជ័យចូលដល់យកអស់ហើយបើនិយាយទៅបើតាមព័ត៌មានដែលពួកគាត់និយាយយើងទៅយកដល់បាងកកបាត់ហើយនៅពេលដែលតែហ៊ានយើងរត់ចោលជួអស់មកដកថយមកដោយសារតែក្របផ្លោងគេនឹងវាច្រើនសន្ធឹកគេដាក់ទងជ័យសើគ្រប់កន្លែងគឺយើងនិយាយពីតែហ៊ានថៃងាប់ពេញព្រៃងាប់សិតតែរាប់ពាន់នាក់អីចឹងទៅម៉ឺននាក់ហើយសារព័ត៌មានថៃគេផ្សាយមកបានប៉ុន្មានគេដាក់រូបមកឲ្យមើល20នាក់អីជាងហ្នឹងគេផ្សាយដែរហើយដល់ពេលយើងនឹងសិតតែរាប់ពាន់ហើយព័ត៌មានបែបហ្នឹងតើយើងជួយអីខ្មែរបានបងប្អូនដល់អញ្ចឹងខ្ញុំចេះនឹកឃើញអាសម័យស្អីគេអាសម័យខ្មែរក្រហមដែលមានមីក្រូមួយផ្លុកតាមនេះមាននេះហើយចេះតែយកទៅដាក់ក្រោមគល់ថ្នោតណាទៅហើយផ្សាយមកសិតតែអាខ្មាំងយួនចូលទៅភូមិនេះគឺខ្ញុំនិយាយទៅខ្ញុំស៊ាំនឹងអាមីក្រូផ្សាយហ្នឹងខ្ញុំជ្រិញដែរតើព្រោះអីអត់មានស្អីស្ដាប់សោះបើកប៉ុស្តិ៍វិទ្យុ AM ហ្នឹងទៅងើតឮសូអាប៉ុស្តិ៍វិទ្យុខ្មែរក្រហមហ្នឹងឮជាងគេហើយដល់ពេលទៅឮហ្នឹងគឺថាថ្ងៃនេះគឺវាយចូលភូមិនេះវាយស្ទាក់វាយរទះភ្លើងពួកអាខ្មាំងយួនសម្លាប់ពួកអាខ្មាំងយួនបានប្រហែលជា300នាក់ហើយគោក្របីហ្នឹងស្លាប់គឺបាញ់រំដោះយកបានប្រមាណ100នឹមអីចឹងទៅប៉ុន្តែនៅអាទិះភ្លើងហ្នឹងឃើញជីបាន5-10នាក់អត់ដឹងទេព្រោះអាណាទៅហ៊ានជីបើគេបាញ់រាល់ថ្ងៃប៉ុន្តែដល់ពេលរាយការណ៍មកគឺគ្រាន់ស្លាប់300នាក់គោហ្នឹងរឹបអូសបាន500នឹមហើយភូមិហ្នឹងមានគោតែ5-10នឹមទេនិយាយទៅគឺថាស្ដាប់មកហ្នឹងគឺយើងដូចចឹងបលឹះឲ្យតែគេស្ដាប់ទៅឮថាអូអស្ចារ្យណាស់យើងហ្នឹងគឺទ័ពខ្មែរក្រហមហ្នឹងគឺមហាលូតផ្លោះមហាអស្ចារ្យទៅសមរភូមិណាក៏ឈ្នះដែរប៉ុន្តែរត់រហូតហើយដល់ពេលអញ្ចឹងតើយើងចង់បានអីនៅពេលដែលថៃគេចាប់ផ្ដើមមានប្រព័ន្ធបច្ចេកវិទ្យាទំនើបហើយយើងនាំគ្នាជួយបំផ្លាញគ្នាសពបែបយ៉ាងហ្នឹងតើអស់លោកចង់បានអីឲ្យប្រកាសខ្ញុំពងអត់យល់អស់លោកនិយាយហ្នឹងចង់បានមិនប្រាប់តបយើងថាតបយើងអង្គអាចក្លាហានណាស់មិនអញ្ចឹងមិនបាច់ប្រាប់ទេបងប្អូនមិនមែនសម័យផ្ញើសេកតាមសារសម្បត្តិសេកពំទេណាសម័យបច្ចេកវិទ្យា AI នេះណាទូរស័ព្ទបងប្អូនជួមុខដឹងទាំងអស់ព័ត៌មានតបជួមុខផ្ញើព័ត៌មានមកដល់ចំណុចណានិយាយពីទូរស័ព្ទរបស់ខ្ញុំផ្ទុះដោយសារតែកងទ័ពជួមុខផ្ញើសារមកឲ្យស្ដាប់ប៉ុន្តែខ្ញុំពេលដែលខ្ញុំផ្សាយពីសាររបស់កងទ័ពខ្មែរយើងជួមុខខ្ញុំផ្សាយតែ1%នៃ100%ដែលគាត់ផ្ញើមកឯងហើយនេះបានខ្ញុំអត់ផ្សាយទាំងអស់ដោយសារបងប្អូនវាហាច់ពោះឲ្យក្អែកចឹកខ្ញុំក៏ជាខ្មែរដែរបើសិនជាខ្ញុំចង់បានបំផ្លាញខ្មែរយើងអ្វីដែលសមរភូមិជួមុខនិយាយពីការបាក់ទ័ពនិយាយពីការទាហានខ្មែរស្លាប់កជើងគ្នាលាក់តើបានប្រយោជន៍អីខ្ញុំសុកចិត្តផ្សាយតែព័ត៌មានណាដែលនិយាយពីការពិតហើយអាព័ត៌មានពិតមួយចំនួនវាហាស្លាកជាក់ស្លែងបែបនេះក៏អត់បានប្រយោជន៍អីដែរទាហានយើងស្លាប់ច្រើនទាហានយើងបាក់ទ័ពទាហានយើងរត់ចោលជួរបានប្រយោជន៍អីខ្ញុំដឹងថាវាជាការឈឺចាប់ប៉ុន្តែយើងត្រូវគិតខ្លួនយើងទៀតថាតើបានប្រយោជន៍អីហើយប៉ុន្តែមិនមែនបានន័យថាមិនផ្សាយអំពីបរាជ័យរបស់យើងហើយបែរទៅជាបំផោងព័ត៌មានថាយើងឈ្នះគ្រប់សមរភូមិស្លាប់គេរាប់ពាន់រាប់ម៉ឺនអ្នកហ្នឹងគឺយើងក៏ហក់គេពេកដល់ពេលអញ្ចឹងទៅធ្វើឲ្យអ្នកណាគេស្ដាប់យើងបានដល់ពេលទៅគេលែងជឿទាំងអស់វាពុលព័ត៌មានហ្នឹងគឺវាធ្វើឲ្យយើងបំផ្លាញសពបែបយ៉ាងបំផ្លាញសេចក្តីថ្លៃថ្នូរបំផ្លាញសុចរិតភាពនៃការផ្សព្វផ្សាយព័ត៌មានបំផ្លាញប្រព័ន្ធផ្សព្វផ្សាយនឹងតែម្ដងដែលយើងម្នាក់ពីរហ្នឹងគឺយើងធ្វើជាព្យុះភ្លៀងដែលធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធទាំងអស់ថៃបានដៃតែម្ដងហេតុអីបានថៃបានដៃគឺគេបាចប្រាក់ដួងចូលនៅក្នុងព្រៃឫស្សីកម្ពុជាពងតែវល់រឿងឆ្កាព្រៃឫស្សីដើម្បីយកប្រាក់ដួងយើងអត់មានផ្សាយអំពីថាណែបងប្អូនកុំឆ្កាឫស្សីប្រាក់ដួងចូលមកតែឆ្កាឫស្សីអស់គឺថៃគេនឹងចូលយកបន្ទាយលង្វែកយើងយើងបែរទៅជានាំគ្នាផ្សាយថាបងប្អូនប្រាក់ដួងចូលមកច្រើនណាស់ទាំងបាវនាំគ្នាទៅយកឆ្កាឫស្សីឲ្យអស់ព្រោះអីអ្នកដែលមកបាច់ប្រាក់ដួងគឺយើងគេមកចែកជាអំណោយចែកជាអីដើម្បីជួយយើងណាយើងនិយាយចឹងហើយតើបានប្រយោជន៍អីវាជួយបោះដៃឲ្យថៃដើម្បីជួយបានចំណេញក្នុងការដែលឈ្នះទាំងសង្គ្រាមចិត្តសាស្ត្រសង្គ្រាមសមរភូមិសង្គ្រាមអីសពបែបយ៉ាងតើយើងចង់បានអីប្រកបហ្នឹង
បាទខ្ញុំសោកស្ដាយចឹងឥឡូវនេះខ្ញុំម្ដងទៀតថាវាធ្វើមិនវាអកុសលរឿងហ្នឹងវាកើតឡើងទៅហើយជាមេរៀនដែលរៀនឲ្យត្រូវរៀនសូត្រដោះស្រាយកុំឲ្យកំហុសដដែលកើតឡើងជាថ្មីម្ដងទៀតតែប៉ុណ្្នឹងបានហើយទទួលស្គាល់ការពិតផងអ្នកដែលផ្សាយព័ត៌មានបំផ្លាស់ខុសការពិតមកសុំទោសគេផងឲ្យវាមានសុជីវធម៌ត្រឹមថាបើជាមនុស្សមានសតិសម្បញ្ញៈក៏យើងដឹងថាសុំទោសឲ្យខ្ញុំប្រភពនឹងខ្ញុំបានមិនច្បាស់លាស់ខ្ញុំសុំកែតម្រូវតាមពិតគ្មានយន្តហោះថៃឯណា F16 គេបាញ់ធ្លាក់អីទេខ្ញុំបានទទួលព័ត៌មានមិនច្បាស់ការប៉ុន្តែដោយសារតែការឆក់ល្វែងខ្ញុំក៏ផ្សាយឆ្លោះធ្លួយហើយក៏គ្មានទាហានថៃឯណាស្លាប់រាប់ពាន់រាប់ម៉ឺនអ្នកអីចឹងដែរខ្ញុំក៏បានទទួលព័ត៌មានអាចមកពីបណ្ដាញរបស់ខ្ញុំនឹងមានមនោសញ្ចេតនាចង់ឲ្យទាហានយើងមានទឹកចិត្តប្រយុទ្ធទៀតទេចេះតែបំផោងទាំងចឹងទៅឲ្យគ្នាមានទឹកចិត្តប៉ុន្តែព័ត៌មានហ្នឹងវាមិនពិតទេខ្ញុំសូមអធិស្ឋានហើយខ្ញុំនឹងមិនឲ្យមានកំហុសឆ្គងអីនឹងតិចទៅមកអីទៀតបាទអញ្ចឹងទៅមានអីតែអត់ទេគឺថានៅរាញនានាលគឺការពារអាចចំហខុសរបស់ខ្លួនហ្នឹងគឺថាដូចថាមិនស្អប់ខ្ពើមនឹងអំពីអំពើភ្លីភ្លើខ្ញុំអត់តន់យល់អញ្ចឹងយើងមនុស្សយើងក៏គួរចេះស្អប់ខ្ពើមនឹងអំពើភ្លីភ្លើតែយើងអត់ចេះស្អប់ខ្ពើមបែបនេះខ្ញុំអត់យល់តែបងប្អូនកុំរវល់យកដុំថ្មចោលឆ្កែប៉ុន្តែឆ្កែច្រើនពេកវាធ្វើឲ្យរំខានដល់ដំណើររទេសយើងនេះជាមនុស្សទៅលែងទៅមុខលែងរួចហើយនៅតែរវល់ត្រូវតែចោលឆ្កែពួកអីវាច្រើនពេកដូចថាឆ្កែហ្នឹងក៏អត់សុជីវធម៌អត់សិលធម៌ហើយកាន់តែបានដៃតែអញ្ចឹងទៅវាធ្វើឲ្យប្រជាពលរដ្ឋយើងប្រញាយរឿងរឹសរំថ្មចោលអញ្ចឹងទៅដំណើរទៅមុខហ្នឹងទៅអត់រួចសោះវាអកុសលយើងអញ្ចឹងហើយវាជាការបានដៃដល់ពួកថៃនៅក្នុងការបំបាក់ស្មារតីយើងគ្រប់យ៉ាងយើងគិតថាអូផ្សាយបំផ្លាស់ហ្នឹងទៅធ្វើឲ្យទាហានជួមុខយើងមានប្រៀបលើថៃហើយព្រោះអីថៃស្លាប់ច្រើនអត់ទេយើងបំបាក់ស្មារតីពួកគាត់ដោយសារអីយើងអត់ផ្សាយព័ត៌មានពិតទាហានជួមុខអត់បានព័ត៌មានអីទាំងអស់ដល់ពេលអត់បានព័ត៌មានគឺគាត់ស្លាប់ខ្លួនដោយសារអត់បានព័ត៌មានដោយសារជឿថាជោគជ័យគ្រប់សមរភូមិហើយចេះតែទៅដល់ពេលទៅហើយអាយន្តហោះ F16 សម្លាប់ទម្លាក់គ្រាប់យ៉ាងរង្គាលតើបានប្រយោជន៍អីឲ្យប្រកាសបងប្អូនតើយើងជួយអីឲ្យប្រកាសរឿងនេះឥឡូវនេះខ្ញុំចូលដល់រឿងក្របផ្លោងដូចលេខផ្ទុះពេញមួយថ្ងៃទី2ដែលកម្ពុជានិងថៃជួបចរចារកដំណោះស្រាយជប់បាញ់ថ្ងៃទី18ហើយបងប្អូនក្របផ្លោងពីព្រឹកដល់យប់ម៉ោង 9:05 នាទីថៃចរចានៅព្រំដែនជាមួយខ្មែរគឺបាញ់គ្នាតាំងពីម៉ោង7ព្រឹកមករហូតអាក្រោយ9ហ្នឹងក៏បាញ់អាម៉ោង9កំពុងចរចាហ្នឹងក៏ក្របផ្លោងធ្លាក់រហូតដល់ល្ងាចហ្នឹងក៏បាញ់ទៀតស្រោចគ្រប់ទីតាំងគ្រប់ទីកន្លែងទាំងអស់តើយើងទៅសង្ឃឹមអីនៅក្នុងការចរចាអាក្របផ្លោងធ្លាក់ស្រោចនៅដែនពោះសធាខ្មែរនិងថៃតាក់ទងនឹងការបាញ់ឆ្លងគ្នាអាក្របផ្លោងសម្ដីនឹងការខ្វែងយោបល់គ្នាក៏ផ្ទុះនៅក្នុងកិច្ចប្រជុំទៀតតើអីទៅជាដំណោះស្រាយតើបងប្អូនខ្មែរយើងមានអីជាសង្ឃឹមនៅក្នុងពេលជាមួយគ្នាហ្នឹងគឺថៃបែរទៅជាចោទភាគីកម្ពុជាថាអត់មានឆន្ទៈសុឆន្ទៈនៅក្នុងការចរចាទេព្រោះកំពុងតែចរចាបាញ់ BM21 ស្រោចចូលទៅក្នុងទឹកដីភូមិឋានប្រជាប្រដ្ឋស៊ីវិលនៅខេត្តស៊ីសង្កេត70គ្រាប់ធ្លាក់ត្រូវសាលារៀនត្រូវផ្ទះសម្បែងប្រជាប្រដ្ឋអីចឹងទៅអាហ្នឹងគេថាហើយខ្ញុំអត់ឆ្ងល់ទេបើគ្រាប់ផ្លោង BM21 ខ្មែរធ្លាក់ទៅក្នុងដីថៃខ្ញុំថាធ្លាក់តិចពេកផងដឹងព្រោះអីថៃបាញ់ចូលជ្រៅរហូតដល់បេះដូងខេត្តសៀមរាបដល់បាត់ដំបងអីដល់បាណន់ដល់ណែស្រីស្នំអីហ្នឹង80-90 គីឡូចូលក្នុងដីខ្មែរបាទ BM21 ខ្មែរហ្នឹងបាញ់ឯងអស់មកទំហឹងបាន40 គីឡូហ្នឹងតោះតែយើងយកទៅដាក់ចូលក្នុងព្រំដែនទៀតបានវាចូលទៅក្នុងដីថៃជ្រៅដល់80 គីឡូប៉ុន្តែបើអូសអា BM21 ទៅដល់ព្រំដែនហ្នឹងអាយន្តហោះF16 របស់ថៃហ្នឹងវាហោះមកកំតិចអា BM ហ្នឹងអស់បាត់ហើយដល់អញ្ចឹងត្រូវដាក់ឲ្យឆ្ងាយតិចហើយបើកាន់តែឆ្ងាយចូលទៅក្នុងដីថៃកាន់តែខ្លីទៀតហ្នឹងមិនអញ្ចឹងព្រោះបើ40 គីឡូតោះតែយើងបាញ់ទៅដាក់ក្នុងទល់ដែនមកបានចូលដីថៃ40 គីឡូតោះបើយើងដក30 គីឡូពីទល់ដែនមកបាញ់ទៅចូលដីថៃបានតែ10 គីឡូហ្នឹងព្រោះអីអាកម្លាំងនៃការបាញ់របស់ BM21 ហ្នឹងវារត់បានប្រវែងហ្នឹងវាខុសពីអា F16 ខុសពីអា T50 TH វាខុសពីអា Gripen Fighter Jet របស់ Soyuz ដែលហោះមកដល់ទួលកសាំងក្នុងរយៈពេលតែ5នាទីហ្នឹងព្រោះ8នាទីហ្នឹងអត់មានចាំបាច់ទៅរើកណ្ដុងពវល់ហត់អីក្របស្មៅក្របស្លឹកឈើអីអាហ្នឹងចឹងវាពិបាកអញ្ចឹងដល់អញ្ចឹងទៅថៃគេនៅតែចោតប៉ុន្តែកម្ពុជាបាញ់ទៅវិញក៏ជាការការពារខ្លួនដែរតែពួកថៃទម្លាក់ស្រោចយ៉ាងនេះតែថៃមើលអត់ឃើញទេគេចោទថាយើងអត់ឈប់បាញ់សោះឲ្យគេឈប់មិនឥឡូវយើងចូលមករឿងអ្វីដែលយើងអត់ឈប់បាញ់ឲ្យគេឈប់មិនអញ្ចឹងបានថាក៏ប៉ុន្តែនិយាយពីរឿងក្របផ្លោងបើផ្លោងវាផ្លោងច្រើនណាបងប្អូនមកដល់ម៉ោងនេះក្រសួងការពារជាតិប្រកាសថាមានយ៉ាងហោចក្របផ្លោងដែលទម្លាក់ពីយន្តហោះ
ប្រមាណ70ជើងទម្លាក់លើដីខ្មែរបងប្អូនប្រមាណ70ជើងអញ្ចឹងមិនដឹងរវល់ប៉ុណ្ណាក្នុងរយៈពេល10ថ្ងៃជាងនេះ18ថ្ងៃហើយ70ជើងមិនដឹងជាប្រមាណគ្រាប់មួយជើងខ្លះយើងដឹងហើយគ្រាប់4ព្រោះខាងឆ្វេង2ខាងស្ដាំ2អញ្ចឹងគុណទៅអស់ប្រមាណគ្រាប់រាប់រយគ្រាប់ទម្លាក់មានទាំងអាគ្រាប់បែកចង្កោមផងគ្រាប់បែកអីផងដូច្នេះចាស់ហ្នឹងថៃអត់រាប់ទេអញ្ចឹងមករាប់តែអាគេប្លង់សងសឹកទៅវិញហ្នឹងបាទឥឡូវយើងបន្តទៅទៀតបងប្អូនម្ដងទៀតនិយាយពីលោកទាសីហាខ្ញុំចង់ឲ្យបងប្អូនស្ដាប់សាររបស់លោកទាសីហាបន្តិចទៅលោកពេលដែលលោកសរសេរហ្នឹងគឺលោកថ្លែងយ៉ាងម៉េចបានជាសរសេរលិខិតនៅលើទំព័រ Facebook របស់លោកអាលិខិតដែលតាមពិតបើផ្សាយតាំងពីយូរអត់ទៅអំពល់ទុកអីនៅក្នុងការសរសេរសារទៅវិញដើម្បីលាងសម្អាតហ្នឹងទេគាត់ដាក់អញ្ចេះសារព័ត៌មានថៃមួយចំនួនទាំងផ្លូវការនិងមិនផ្លូវការបានយកលិខិតផ្លូវការផ្ញើជូនរដ្ឋមន្ត្រីការពារជាតិថៃទៅបង្ហោះសម្ដែងដូចជាការបែកធ្លាយតែសម័យនេះទៅហើយមានទាំង Google Translate មានទាំង Chat GPT ព្រមទាំង Gemini ដែលអាចបកប្រែភាសាអង់គ្លេសបានតែអត្ថន័យដូចជាមិនមានខ្លឹមសារដូចដែលខាងសារព័ត៌មានថៃបានយកទៅផ្សាយជូនប្រជាជនថៃបានជ្រាបពិតប្រាកដសោះខ្ញុំឆ្ងល់ឡើងលែងឆ្ងល់ហើយឥឡូវមិនបាច់ឆ្ងល់អីទៀតទេលោកទាសីហាលើក្រោយលោកផ្ញើលិខិតនឹងឲ្យសារព័ត៌មានបានមើលទៅក៏បានដែរឬក៏ដាក់នៅលើ page របស់លោកទៅគឺគេនឹងទៅអូសយកមកមើលហើយព្រោះឥឡូវឲ្យតែឃើញផ្សាយនៅក្នុងសារព័ត៌មានផ្លូវការដែលក្រែងលោកចង់ស្នើសុំឲ្យគេទៅតាមដានព័ត៌មានតែប្រភពហ្នឹងឯងមិនអញ្ចឹងដាក់ទៅដាក់អាផ្លូវការដែលចង់ឲ្យគេទៅតាមដានហ្នឹងទៅកុំទៅយកប្រភពថៃតែប៉ុណ្្នឹងវាអស់ហើយគេបកស្រាយអីយ៉ាងណាម្ដងទៀតឲ្យគេបកស្រាយទៅកុំទៅឈឺក្បាលនឹងគេសំខាន់តើយើងធ្វើត្រូវឲ្យត្រូវដូចគេចោទអញ្ចឹងអត់គេចោទអីចោទទៅកុំធ្វើត្រូវឲ្យដូចគេចោទហើយខ្ញុំនិយាយម្ដងទៀតលិខិតរបស់កម្ពុជាទៅថៃនេះគឺមិនគួរសរសេរទេម្ដងទៀតហើយបើសរសេរក៏វាមិនខុសឆ្គងអីធ្ងន់ធ្ងរអីដែរគ្រាន់តែថាបើយើងសរសេរថៃគេបកស្រាយថាយើងបោះដៃសុំឲ្យមានការចរចាអត់ខុសទេគេថានឹងក៏ត្រូវដែរព្រោះអីហេតុអីចាំបាច់សរសេរបើថៃគេជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឲ្យគេអញ្ជើញយើងមកហេតុអីបានជាយើងជាម្ចាស់ដើមទានប្រធានដើមបុណ្យតែឲ្យភ្ញៀវមកអញ្ជើញយើងវិញវាអត់ត្រូវព្រោះភ្ញៀវគេចាំយើងផ្ញើសបុតទៅអញ្ជើញភ្ញៀវហើយតែឥឡូវជាភ្ញៀវទៅអញ្ជើញសបុតម្ចាស់ផ្ទះមកម្ចាស់ដើមទានប្រធានដើមបុណ្យដើម្បីមកចូលរួមពិធីទៅវិញវាដូចឬក៏រំលឹកម្ចាស់ដើមទានប្រធានដើមបុណ្យថាណាដល់ថ្ងៃដែលទៅធ្វើផងប្រយ័ត្នភ្លេចគេអត់ភ្លេចទេព្រោះអីគេជាម្ចាស់ដើមទានប្រធានដើមបុណ្យការប្រគល់ទួនាទីភារកិច្ចឲ្យមានកិច្ចប្រជុំថ្ងៃ24ហ្នឹងគឺដូចយើងអាពាហ៍ពិពាហ៍អញ្ចឹងគឺយើងកំណត់យកថ្ងៃ24ខែធ្នូគឺជាអាពាហ៍ពិពាហ៍អញ្ចឹងអ្នកដែលចាត់ចែងដែលបាល់ដែលគេបោះហ្នឹងគឺគេភាគីថៃគេទៀមទាយករបស់គេទៅឲ្យព្រោះអីកាលមុនអាកិច្ចប្រជុំហ្នឹងធ្វើនៅស្រុកខ្មែរតែឥឡូវគេថាសុំឲ្យធ្វើនៅស្រុកថៃម្ដងតែប៉ុណ្្នឹងអីហើយនិយាយអញ្ចឹងទៅហើយគេសុំប្រហែលជាអាចចេះដែរប្រហែលកម្ពុជាអត់ដឹងថាអ្នកណាជាម្ចាស់ផ្ទះឲ្យប្រកាសដឹងបានថាតែបើថាអត់ដឹងដូចជាមិនអញ្ចឹងទេព្រោះសរសេរទៅហ្នឹងប្រាប់ថាសុំឲ្យកុំធ្វើនៅចន្ទបុរីទៅធ្វើនៅម៉ាឡេអញ្ចឹងបានឲ្យដឹងថាម្ចាស់ដើមទានប្រធានដើមបុណ្យម្ចាស់ផ្ទះគឺថៃហើយហ្នឹងហើយចុះឲ្យទៅសរសេរយើងជាភ្ញៀវទៅសរសេរសម្បត្តិផ្ញើទៅប្រាប់ម្ចាស់ដើមទានប្រធានដើមបុណ្យឲ្យរៀបចំបុណ្យនៅថ្ងៃណានៅទីតាំងណាអីចឹងទៅវិញហើយយើងជាភ្ញៀវដែលចូលរួមយើងចង់ប្រាប់គេថាទេបើពិធីបុណ្យហ្នឹងឬក៏ពិធីអាពាហ៍ពិពាហ៍ហ្នឹងធ្វើនៅផ្ទះអ្នកឯងខ្ញុំអត់ទៅហូបទេតទៅធ្វើនៅកន្លែងកដាលណាមួយឯករាជ្យមួយដើម្បីខ្លាចសុវត្ថិភាពក្នុងការចូលរួមខ្ញុំនៅតែចូលរួមប៉ុន្តែសូមឲ្យលើកទៅទីតាំងដតីអីចឹងវារៀងឆ្កងកន្លែងហ្នឹងឯងបងប្អូនដែលយើងភ្ញៀវទៅអញ្ជើញម្ចាស់ផ្ទះម្ចាស់ដើមទានប្រធានដើមបុណ្យហើយបាក់បកស្រាយយ៉ាងណាក៏មិនអីទេប៉ុន្តែនិយាយម្ដងទៀតខ្លឹមសារនៃលិខិតអត់មានតោះឆ្កងអីទេជាខ្លឹមសារចាស់ទុំថ្លៃថ្នូរដើម្បីជម្រាបអំពីជំហររបស់យើងចង់បានសន្តិភាពតែប៉ុណ្្នឹងខ្ញុំថាជារឿងល្អរឿងដែលមិនខុសរឿងត្រង់អត់ផ្សាយមុនឲ្យថៃវាយលោកបានតែប៉ុណ្្នឹងឯងឥឡូវបន្តទៅទៀតបងប្អូនតាក់ទងនឹងរឿងរដ្ឋាភិបាលឥឡូវចប់ពីរឿងកុំថាកុំអាលចប់សង្គ្រាមពេលដែលថៃចូលដល់ច្រកអានសេះបងប្អូនដឹងឯនៅថ្ងៃ16ខែធ្នូថៃចូលដល់ច្រកអានសេះពេលដែលគេចូលគេឈូសរោងលោកតាអ៊ុំគេឈូសផ្សារផ្ទះប្រជាពលរដ្ឋនៅក្បែររោងលោកតាអ៊ុំហ្នឹងឡើងរៀបដល់ដីអស់ឡើងស្អាតឆេញហើយគេចាប់ផ្ដើមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀតដូចជាឈូសឆាយរូបព្រះវិស្ណុឬព្រះនរាយណ៍ដៃច្រើនណាយើងឃើញពហុច្រើនដែលជារូបព្រះរបស់អ្នកដែលប្រកាន់ឬក៏គោរពកាន់សាសនាហិណ្ឌូស្គាល់ហើយព្រះវិស្ណុនិងព្រះនរាយណ៍ហ្នឹងបងប្អូនក៏យើងដឹងគ្រប់គ្នាដែរគឺជាទីសក្ការៈដូចព្រះពុទ្ធបដិមាអញ្ចឹងបងប្អូនឥឡូវបើយើងគិតថាព្រះវិស្ណុនឹងជាអីសាកគិតថាជារូបបដិមារបស់ព្រះពុទ្ធរូបវិញហើយត្រូវថៃយកអា excavator យកទៅឈូសទម្លាក់ចោលផ្កាប់
ទៅក្នុងបាក់ទីអស់តើយើងជាអ្នកកាន់សាសនាពុទ្ធយើងជឿចាប់ប៉ុណ្ណាតែដល់ពេលថៃធ្វើដូច្នេះហេតុអីបានថៃធ្វើដូច្នេះហើយឥឡូវមានបញ្ហាអីឲ្យប្រកាសអានេះជាបណ្ដាសាដែរបងប្អូនខ្ញុំថាជាបណ្ដាសានេះគឺជាគេហៅថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាអំពើបាបបុណ្យនៅក្នុងវិស័យសាសនានេះគឺវាអាចមានពិតអញ្ចឹងមែនដែរហើយខ្ញុំនិយាយអំពើបាបនេះបន្តិចចោះដើម្បីឲ្យលួងចិត្តស្អំចិត្តបងប្អូនខ្លះដែរព្រោះយើងមិនអាចទៅវាយថៃឈ្នះហើយប៉ុន្តែនិយាយពីអំពើកម្មផលហ្នឹងអាចនឹងធូរទ្រូងបន្តិចដែរហើយខ្ញុំក៏រីករាយនឹងបញ្យល់ប្រាប់បងប្អូនថាហេតុអីបានជាអំពើបាបពេលដែលថៃចាប់ផ្ដើមឈូសរូបបដិមាឬក៏ថាបដិមាព្រះវិស្ណុដែលជានិមិត្តរូបសាសនាហិណ្ឌូដែលគ្រប់បូជាដោយប្រជាពលរដ្ឋឥណ្ឌាដែលអ្នកកាន់សាសនាហិណ្ឌូគឺច្រើនរហូតដល់ពាន់លានអ្នកដឹងព្រោះនៅឥណ្ឌាភាគច្រើនកាន់ទាំងពុទ្ធសាសនាកាន់ទាំងសាសនាហិណ្ឌូខ្មែរយើងក៏តែអញ្ចឹងដែរព្រោះសាសនាព្រាហ្មណ៍សាសនាព្រះពុទ្ធហ្នឹងគឺយើងនៅលាយឡំគ្នាទេពីដើមឡើយមកយើងកាន់សាសនាព្រាហ្មណ៍ហិណ្ឌូហ្នឹងតើព្រោះការសាងសង់ប្រាង្គប្រាសាទយើងបុរាណយើងច្រើនណាស់ពីដើមឡើយហ្នឹងគឺដើម្បីឧទ្ទិសទៅដល់ព្រះវិស្ណុទេទៅរឿងសាសនាហិណ្ឌូហ្នឹងតែក្រោយមកដោយសារព្រះរាជាខ្មែរបដូរសាសនាហ្នឹងមកជាការកាន់តាមលទ្ធិព្រះពុទ្ធសាសនាទៅធ្វើឲ្យសំណង់របស់បុរាណដែលជាប្រាសាទបុរាណដែលជារចនាបថហិណ្ឌូសោះដូរទៅជាព្រះពុទ្ធមានរូបព្រះពុទ្ធរូបមានអីជំនួសវិញប៉ុន្តែនៅតែជារចនាបថរបស់ហិណ្ឌូអញ្ចឹងហើយបានជាការប្រារព្ធពិធីសាសនាអីនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរគឺយើងរៀងគេហៅបលាយកាត់คล้ายច្រើនដោយសារមិនមែនដោយសារតែយើងមិនស្គាល់សាសនាយើងទេយើងសាសនាព្រះពុទ្ធក៏ប៉ុន្តែដោយសារតែទំនៀមទម្លាប់ប្រពៃណីនៃការប្រារព្ធទំនៀមទម្លាប់សាសនាហ្នឹងវាមានដោយទាំងហិណ្ឌូផងដោយទាំងព្រះពុទ្ធផងធ្វើឲ្យយើងច្បោកច្បល់គ្នាហើយក៏នៅតែគោរពតាមអញ្ចឹងធម្មតាទៅគ្រាន់តែថាអ្នកកាន់សាសនាព្រះពុទ្ធគោរពតាមសាសនាព្រាហ្មណ៍ដោយមិនដឹងខ្លួនដោយសារតែមានឥទ្ធិពលយូរហើយឧទាហរណ៍ការជឿទៅលើអរុកអរិយអ្នកតាព្រៃភ្នំការប្រោះទឹកឬក៏ស្ដោះផ្លុំអីហ្នឹងគឺជាទម្លាប់របស់សាសនាព្រាហ្មណ៍សាសនាហិណ្ឌូប៉ុន្តែវាមានយូរហើយជឿលើអាគមអូមអាមក្តាមដុតភ្លើងអាលុតក្តាមឆៅអីហ្នឹងបក់ផ្លិតបក់អីដីហុយអីហ្នឹងមិនមែនជាសាសនាព្រះពុទ្ធទេវាជាទំនៀមទម្លាប់សាសនាព្រាហ្មណ៍ទេតាព្រោះយើងជឿបែបហ្នឹងប៉ុន្តែដល់ពេលយើងក្រងស្បង់ចីវរជាព្រះពុទ្ធជាបព្វជិតសម្រាប់សាសនាព្រះពុទ្ធគឺយើងភ្លេចដែរដោយសារតែយើងធ្វើទៅតាមការពេញចិត្តរបស់ប្រសក់ជើងវត្តឬក៏អ្នកដែលគោរពសាសនាទំនៀមទម្លាប់ប៉ុន្តែជាអ្នកកាន់ពុទ្ធសាសនាតែនៅតែជឿលើអាគមអូមអាមដោយសារតែស្ដោះផ្លុំបក់ផ្លិតអីចឹងទៅមានកសែកថាខ្សែអីគាថាអីចងខ្លះចឹងទៅធ្វើឲ្យយើងមានអីមួយថាស្អំចិត្តអីចឹងទៅវាបានផលដូចថាខ្មែរយើងទៅពេទ្យអីចឹងបើថាពេទ្យគ្រាន់តែប្រាប់ថាទៅផ្ទះវិញកុំបាច់លេបថ្នាំលេបអីទៅព្រោះជំងឺហ្នឹងវាអត់មានបញ្ហាអីធ្ងន់ធ្ងរអីទេសម្រាប់កម្លាំងបន្តិចទៅគឺវានឹងជាវិញឯងហើយព្រោះក្នុងរាងកាយយើងក៏មានប្រព័ន្ធការពារដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដើម្បីធ្វើឲ្យរាងកាយយើងរឹងមាំដោយធម្មជាតិរបស់វាដែរអត់ជឿពេទ្យទេតលតែថាបតោកសរោមបានមកផ្លោកឬក៏ចាក់ថ្នាំមកបញ្ជុលបើអត់ព្រមបើអត់បានប៉ុណ្ណឹងគឺអត់ជាអត់ទៅផ្ទះថាពេទ្យនឹងអត់ប្រកែដល់តែពេលពេទ្យឃើញអញ្ចឹងគឺធ្វើតាមបើចប់បើអ្នកជំងឺមកចង់បានថ្នាំមកបញ្ជុលដើម្បីធួយបើអត់ចាក់គេទៅផ្ទះអស់ហើយធ្វើមិនបានលុយអីដើម្បីទទួលទានទៅចិញ្ចឹមជីវិតទៅអាហ្នឹងគេធ្វើតាមអ្វីដែលយើងចង់បានដូចគ្នាអញ្ចឹងដែរពុទ្ធសាសនានិងព្រហ្មញ្ញសាសនាលាយឡំគ្នាយើងកាន់សាសនាព្រះពុទ្ធតែគោរពបប្រតិបត្តិតាមព្រហ្មញ្ញសាសនាដោយអត់ដឹងខ្លួនប៉ុន្តែសួរខុសហេវាមិនជាខុសឆ្គងអីទេគ្រាន់តែថាបងប្អូនយើងជួនកាលភ្លេចខ្លួនដែរធ្វើឲ្យអ្នកបោកក្នុងវិស័យពុទ្ធសាសនាហ្នឹងយកអារបៀបអូមអាមបក់ផ្លិតដីហុយអីចឹងទៅជឿតាមអីចឹងទៅតែប៉ុណ្្នឹងឯងប៉ុន្តែមិនមែនបានន័យថាបោះបង់ឲ្យបងប្អូនឈប់ជឿទៀតទៅអត់អីទេព្រោះគាត់ថាជឿអីជឿប្រើបញ្ញាព្រោះលោកបដៅមកប្រពុតលោកថាជឿជំនឿអីក៏ដោយយើងប្រើបញ្ញាញាណយើងទៅបើជឿសុបដោយសារការងឹតងងុលពេកជួនកាលចាញ់បោកគេអាហ្នឹងតែអញ្ចឹងតាហើយអញ្ចឹងបើចាញ់បោកគេកុំបន្ទោសព្រោះដោយសារគេយល់ចំណុចខ្សោយរបស់យើងឲ្យយើងចាញ់បោកគេឥឡូវងាកមករឿងព្រះវិស្ណុនឹងវិញនៅលើនៅកន្លែងច្រកអានសេះហ្នឹងមានព្រះវិស្ណុនឹងឈរយ៉ាងដូចថាខែងរែងរងនៅទីនោះនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាប៉ុន្តែពេលដែលថៃចូលវាយដល់ច្រកអានសេះភ្លាមអ្វីដែលថៃត្រូវរំលាយគឺរោងលោកតាអ៊ុំទី2គឺត្រូវតែឈូសឆាយរូបបដិមាព្រះវិស្ណុហេតុអីបានថៃធ្វើដូច្នេះថៃមានគំនិតទុច្ចរិតណាស់បងប្អូនថៃចង់ធ្វើឲ្យអារូបសំណាករូបអីដែលជាពលឹងខ្មែរដែលខ្មែរគោរពបូជាដែលជាទឹកតាំងប្រវត្តិសាស្ត្របង្ហាញអំពីដែនអធិបតេយ្យរបស់កម្ពុជាថៃត្រូវឈូសចោលឲ្យបាត់ដាន
ព្រោះនៅពេលដែលថៃដាក់បលាលូហើយរូបបដិមាឬលោកតាអ៊ុំអីហ្នឹងវាស្ងាត់រៀបដល់ដីហើយថៃគិតថាខ្មែរមិនអាចនឹងទៅទៀមទាដែនអធិបតេយ្យនឹងបានមកវិញទេព្រោះអីអត់មានភ័ស្តុតាងដែលនៅឈររឹងដើម្បីបញ្ជាក់អាហ្នឹងហើយបានខ្ញុំថាមួម៉ៅរឿងយើងមិនព្រមប្តឹងគេនៅពេលដែលមានភ័ស្តុតាងចងោនេះហើយដល់ពេលឥឡូវនៅសល់តែរូបថតទេហើយបន្តិចទៀតទៅចូលអត់បានគេយកយោធាគេយកភូមិអ្នកស្រុកប្រជាពលរដ្ឋគេមករស់នៅមានផ្សារមានផ្សោយើងទៅដេញប្រជាពលរដ្ឋស៊ីវិលគេយ៉ាងម៉េចនឹងបានទៅវាទៅជាភូមិវប្បធម៌ភូមិអីគេចាប់ដើមកសាងវប្បធម៌គេដើម្បីឲ្យមានដានយកដីយើងហើយឥឡូវហ្នឹងគេលុបអាដានវប្បធម៌ប្រពៃណីទំនៀមទម្លាប់នៃការគោរពបែបសាសនាដើម្បីទាមទារដានអធិបតេយ្យរបស់យើងបានគេឈូសចោលឲ្យអស់ដើម្បីបំបត្តិដានគំនិតគេខូចតែគេឆ្លាតប៉ុន្តែវាជ្រុលដៃដែរបងប្អូនជ្រុលដៃត្រង់ថារឿងសំណាក់លោកតាអ៊ុំយើងបានតែថ្កោលទោសហើយយើងអត់ដែលបានដាក់ប្តឹងដល់អង្គការសហប្រជាជាតិសំទោសតុលាការព្រំដែនអន្តរជាតិណាទេប៉ុន្តែអារឿងថៃធ្វើនេះវាទៅជាបាបកម្មរបស់ថៃបានសហគមន៍អន្តរជាតិគឺប្រទេសឥណ្ឌាគេជួយយើងវិញណាចាំមើលខ្ញុំបញ្យល់ទៅវាគួរឲ្យរឿងអស់សំណាយដែរពេលខ្លះប្រទេសឥណ្ឌាពេលដែលឃើញគេឈូសប៉ះព្រះបដិមារបស់ខ្លួនតាមពិតអាបដិមាហ្នឹងណាអ្នកដែលប្រជាពលរដ្ឋខ្មែរយើងក៏នាំគ្នាដែលគ្រប់ពុទ្ធសាសនាតែលាយជាមួយហិណ្ឌូហ្នឹងក៏ជួយថ្កោលទោសតាំងពីដើមទីមកដែរហើយគាត់ថាឥទ្ធិពលហ្នឹងមិនខ្លាំងដូចឥណ្ឌាទេព្រោះឥណ្ឌាមាន1000លានអ្នកជាងដូច្នេះនៅពេលដែលដំបូងឡើយគឺមានអតីតតំណាងរាស្ត្រឥណ្ឌាមួយរូបគឺរករឿងថាប្រមាថសាសនាអីចឹងទៅអញ្ចឹងថៃចាប់ផ្ដើមរៀងដូចអញ្ញាចាប់ផ្ដើមឃ្លៀងឃ្លួងដល់ស្រាប់តែអស់ពីតំណាងរាស្ត្រហ្នឹងគឺក្រសួងការបរទេសប្រទេសឥណ្ឌាគឺរដ្ឋាភិបាលឥណ្ឌាតែម្ដងគឺកោលទោសអំពើវាយកំទេចព្រះវិស្ណុនៅក្នុងដែនអាកន្លែងមានចំនួនហ្នឹងនិយាយទៅគឺប្រទេសឥណ្ឌាតាមរយៈក្រសួងការបរទេសឥណ្ឌាហ្នឹងគឺចេញសេចក្តីថ្លែងការណ៍កោលទោសអំពើបងប្អូនចាំណាឥណ្ឌាហ្នឹងក៏សម្បើមដែរយើងថាអូខេឥឡូវថាកម្មថៃដែលបានឥណ្ឌាជួយប៉ុន្តែឥណ្ឌាខ្លួនឯងហ្នឹងណាក៏ចាក់ខ្សែសម្បើមដែរពីរឿងចំនួនព្រំដែនក៏អត់ខ្វល់រឿងចំនួនព្រំដែនយើងទេគាត់ខ្វល់អារឿងព្រះវិស្ណុឯណាអញ្ចឹងនៅពេលដែលគាត់ចេញសេចក្តីថ្លែងការណ៍នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីម្សិលមិញហ្នឹងគឺរដ្ឋាភិបាលឥណ្ឌានិយាយថាទង្វើសកម្មភាពហ្នឹងគឺជាអំពើប្រមាថសាសនាព្រះវិស្ណុដែលគោរពបូជាដោយប្រជាពលរដ្ឋច្រើនលានអ្នកនៅលើពិភពលោកជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌាហ្នឹងដែលមិនអាចទទួលយកបានទាំងអស់នេះប្រមាថមិនអាចទទួលយកបានទាំងអស់ថ្កោលទោសអំពើតែឥណ្ឌាអត់បានថ្កោលទោសទាហានថៃទេឥណ្ឌាអត់បានថ្កោលទោសកងវិស្វកម្មថៃទេហើយឥណ្ឌាក៏អត់បានថ្កោលទោសប្រទេសថៃក្នុងការឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជាដែរឥណ្ឌាបានត្រឹមតែនិយាយថាសូមឲ្យប្រទេសទាំងពីរបញ្ចប់អារិភាពឬក៏បន្ទុះសារាយនឹងគ្នាទៅដើម្បីកុំឲ្យមានការកំទេចរូបបដិមារូបព្រះពុទ្ធរូបអីអញ្ចឹងតទៅទៀតរូបព្រះវិស្ណុអីអញ្ចឹងតទៅទៀតច្រើនទៀតប៉ុន្តែឲ្យនិយាយថាថៃឈ្លានពានថៃអីអត់ទេគ្រាន់តែថាឥណ្ឌាក៏គាត់ដូចថាមានតលយៈភាពនៅក្នុងការនិយាយទេថាអាចចំនួនព្រំដែននៅអាកន្លែងតំបន់ច្រកអានសេះហ្នឹងឥណ្ឌាមិនហ៊ានអាកាត់ទេគ្រាន់តែនិយាយថាជាតំបន់ប្រទាញប្រទង់មានការទៀមទាទាំងថៃទាំងខ្មែរអញ្ចឹងថៃសុំឲ្យត្រូវរើគ្នាទៅកុំឲ្យមានការរំលាយរូបព្រះវិស្ណុខ្ញុំថាឥណ្ឌាគួរតែថ្កោលទោសទាហានថៃឲ្យទទួលខុសត្រូវព្រោះកងវិស្វកម្មថៃនឹងឲ្យដែលរំលាយមិនមែនទាហានខ្មែរទេព្រោះថៃតែចូលមកទាហានខ្មែរចាក់ចោលចេញពីទីនោះអស់ហើយឲ្យថៃបំពេញនៅទីហ្នឹងព្រោះត្រូវតែរកទីទួលមានសុវត្ថិភាពសិនទៅព្រោះគ្រាប់ប្លង់វាច្រើនពេកពីយន្តហោះ F16 នោះគ្នាត្រូវតែរត់រកកន្លែងសុខសុវត្ថិភាពសិនហើយចាំឱកាសមានចាំចូលមកវិញប៉ុន្តែតែចប់ហើយតែចេញហើយគេដាក់បលាលួសហើយគេសង់លេនដ្ឋានសង់អីកុំថាឡាយដល់ទៅយកវិញទៅតែក្បែរហ្នឹងត្រូវពួកគេបាញ់ sniper មកស្លាប់ហើយទៅមិនបានទេបងប្អូនចប់ហើយនិយាយទៅរឿងហ្នឹងគឺចប់ប៉ុណ្្នឹងហើយដូច្នេះប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្ញុំចង់ជម្រាបបងប្អូនមួយទៀតនេះគឺជាលើកទី1ហើយនៅក្នុងប្រវត្តិនៃការបាញ់គ្នានៅព្រំដែនខ្មែរថៃដែលរដ្ឋាភិបាលកម្ពុជាឬក៏ក្រុមឃោសនិកគណៈបកកណ្ដាលអំណាចឬក៏ក្រុមរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ស្រុះគ្នាថាតំបន់ច្រកអានសេះត្រូវបានគ្រប់គ្រងដោយថៃហើយលែង AI ហើយនេះគឺជាលើកទី1ហើយវាតាមពិតវាចៃដន្យលើកទី1ព្រមទទួលស្គាល់នឹងមិនមែនថាច្រកនឹងគេយកដោយសារតែទទួលស្គាល់ថាថៃរំលាយរូបព្រះវិស្ណុនឹងគឺចង់ថ្កោលទោសថៃរឿងរូបព្រះវិស្ណុតែនៅពេលដែលយើងថ្កោលទោសថៃរឿងព្រះវិស្ណុដែលគេរំលាយនៅក្នុងដីខ្មែរគឺបានន័យថាទទួលស្គាល់ថាតំបន់ហ្នឹងគឺថៃគ្រប់គ្រងយកបានទាំងស្រុងហើយវាអត់មានអីមានមន្ទិលទេមិនអញ្ចឹង
យើងថា AI មិន AI បើយើងថា AI វាទៅជាដោះលើទ្រូងឯងទៀតហើយអញ្ចឹងបានន័យថាព្រះវិស្ណុហ្នឹងថៃអត់រំលាយទេអញ្ចឹងឲ្យទៅជារឿងពិតទៅព្រោះអីព្រះវិស្ណុហ្នឹងរំលាយវាអញ្ចឹងវាពិបាកអញ្ចឹងហើយបងប្អូនយើងជួនកាលយើងទទួលយកព័ត៌មានទៅតាមអ្វីដែលយើងចង់បាននៅពេលដែលយើងគិតថាអូបើយើងទទួលស្គាល់ថាច្រកអានសេះហ្នឹងគឺថៃយកមែនតើគេដាក់ទង់ជ័យមិនមែន AI ទេលើកមុនណានិយាយពីទាហានថៃស្លាប់កជើងបង្កើតរូប AI ហ្នឹងគេបោះទង់ជ័យឲ្យមើលធ្វើរូបហ្នឹងដេកដួលពេញដីសិតតែរូប AI អត់ទទួលស្គាល់ការពិតអីចឹងទៅដល់ឥឡូវអត់ហ៊ានថាហ្នឹងជា AI ទេព្រោះតែថា AI បានន័យថាចាស់រូបបដិមាដែលថៃរំលាយចោលហ្នឹងវាមិនអត់ពិតទេឥឡូវព្រមទទួលថាពិតអាហ្នឹងវាបានអញ្ចឹងដែរភ័ព្វវាសនាតែថាយើងអត់មានជំរឿទៅកោលទោសរឿងព្រះវិស្ណុតោះសោះបានទទួលស្គាល់តែថៃឆ្លៀនពៀនយកដីច្រកអានសេះឥឡូវទទួលទៅស្គាល់ទៅឲ្យដាក់ប្តឹងទៅតុលាការព្រំដែនអន្តរជាតិទៅតន់ថៃគេអត់តន់ឈូសផោះតាងចោលអស់ឥឡូវគឺមានរឿងព្រះវិស្ណុនេះក៏ជាផោះតាំងបន្ថែមដែរហើយដល់ពេលឥណ្ឌាឆ្លើយអញ្ចឹងដឹងថៃគេតបមកវិញយ៉ាងម៉េចបងប្អូនឥឡូវថៃចលាចលពេញប្រទេសដែរខ្ញុំនិយាយចលាចលហ្នឹងមិនមែនថាចង់និយាយថាគ្រប់គ្រងឡើងបានទេគឺគេតបទៅនឹងអ្វីដែលឥណ្ឌាខឹងឥឡូវខាងរដ្ឋាភិបាលថៃមាន2បែបដែលគេតបមកវិញជាក្រសួងការបរទេសតែម្ដងគឺសរសេរសារសម្ដែងការសោកស្ដាយព្រោះអីប្រតិកម្មនេះសម្បើមណាស់មិនអាចនឹងលំបានទេចឹងសោកស្ដាយនឹងថាការរំលាយរូបព្រះវិស្ណុនេះគឺមិនមែនបំណងបំផ្លាញសាសនាទេកុំឲ្យប្រទេសឥណ្ឌារករឿងថៃពីរឿងសាសនាព្រោះអីយើងដឹងហើយឥណ្ឌាគេមានឥទ្ធិពលលើប្រទេសថៃច្រើនណាស់ព្រោះមួយឆ្នាំជនភ្ញៀវទេសចរឥណ្ឌាទៅលេងថៃរាប់លានអ្នកបងប្អូនរាប់លានអ្នកអញ្ចឹងជំនួយថវិកាឬក៏ថាចំណូលពីប្រទេសឥណ្ឌាទៅថៃនេះគឺបានសម្បើមដូច្នេះគេក៏ស្អំចិត្តឲ្យអារឿងស្អំចិត្តហ្នឹងរឿងមួយតែថៃក៏ចង់ស្អំចិត្តពិភពលោកឲ្យដឹងថាទាហានថៃគឺគេគោរពច្បាប់អន្តរជាតិគោរពច្បាប់មនុស្សធម៌គោរពច្បាប់សាសនាព្រោះហេតុអីបានជាថៃត្រូវប្រយ័ត្នប្រយែងរឿងនេះបាញ់កំទេចប្រាសាទតាកបីគឺជាពោជនីយដ្ឋានសាសនារបស់ខ្មែរមួយប្រាសាទបុរាណខ្មែរជាដួងព្រលឹងខ្មែរមួយកំពុងតែត្រូវគេថ្កោលទោសយ៉ាងចាស់ដៃទៅហើយអត់ទាន់ដោះស្រាយរួចផងឥឡូវនេះមកបំផ្លាញរូបព្រះវិស្ណុមួយទៀតដូច្នេះថៃរងអំពើផ្ដេសផ្ដាស់តាក់ទងនៅក្នុងការសង្គ្រាមឈ្លានពានហើយរៀលដាលដល់ការបំផ្លាញបេតិកភណ្ឌសាសនាវប្បធម៌និងដូចជារូបវិស្ណុនឹងប្រាង្គប្រាសាទរបស់យើងទាំងប្រាសាទព្រះវិហារផងទៀតដូច្នេះថៃកំពុងតែពិបាកនៅលើឆាកអន្តរជាតិដែរនៅក្នុងនៃហ្នឹងអញ្ចឹងហើយបានក្រសួងការបរទេសថៃគេចេញមកគេប្រាប់ថារូបបដិមាដែលវិស្ណុនេះគឺថៃពិតជាបានកំតិចមែនហើយប៉ុន្តែថៃអះអាងថាដើម្បីផ្នែករដ្ឋបាលនិងសន្តិសុខហើយនឹងការគ្រប់គ្រងតំបន់ដែនអធិបតេយ្យរបស់ថៃណាគេអះអាងសន្តិសុខផ្នែករដ្ឋបាលនិងដែនអធិបតេយ្យរបស់ថៃទើបគេត្រូវតែកំទេចរូបទាំងអស់ហ្នឹងព្រោះមិនឲ្យស្ថិតនៅក្នុងសង្ឃរំលោភគេចង់និយាយចេះក្រសួងការបរទេសថៃនិងបន្ទប់ស្ថានភាពរបស់ថៃព្រមគ្នាតែម្ដងបន្ទប់ស្ថានភាពសង្គ្រាមហ្នឹងគឺតំណាងឲ្យរដ្ឋាភិបាលថៃនិងយោធាថៃហ្នឹងគេចេញថាគេការពារខ្លួនថារូបព្រះវិស្ណុហ្នឹងគឺគេរំលាយចោលនេះមិនមែនរំលាយសាសនាប៉ះពាល់ដល់អីទេប៉ុន្តែដោយសារតែពេលយកទៅសង់ហ្នឹងគឺអត់បានសុំថៃទីមួយអត់បានចុះបញ្ជីអីត្រឹមត្រូវសង់ខុសច្បាប់គេរំលាយហ្នឹងគឺដោយសារតែវាខុសច្បាប់អត់មានចុះបញ្ជីអើយលែកខែម៉ែមានតាក់តងអីទៅសុំថៃបើនៅក្នុងដីខ្មែរសោះហ្នឹងពងតែឆ្ងល់រឿងអីដែលត្រូវទៅសុំថៃសង់រូបសំណាកព្រះវិស្ណុនៅលើដីខ្មែរហើយទៅមកចេញមកថាអត់មានចុះបញ្ជីក៏ចិត្តទៅរួចដែរថៃខ្ញុំសុំសរសើរដែរប៉ុន្តែគ្នាកំពុងតែលំបាកដែរគេហៅកម្មពៀននោះថាវាតន់ហន់ត្រូវបដាសាអញ្ចឹងទៅចេះតែបកស្រាយអញ្ចឹងទៅហើយអ្នកស្ដាប់មកហ្នឹងគេចេះតែឆ្ងល់ថានៅក្នុងដីខ្មែរសោះមកបំផ្លាញនិយាយទៅវាចង្រៃរឿងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្មែរអស់ហើយខ្មែរស្រែកស្អកកហើយព្រោះអត់បានផលព្រោះអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICC ដល់ទៅពេលប៉ះឥណ្ឌាគ្នាគេច្រើនដែរហើយប៉ះរឿងសាសនាទៀតអូកុំលេសោះរឿងសាសនានេះអូធ្ងន់ធ្ងរណាស់បាទគឺដឹងថាបើមិនដោះស្រាយទាន់ពេលវេលាទេគឺអាចលលាយខ្សលហើយបងប្អូនយើងចេះថាឲ្យលលាយចឹងទៅកុំឲ្យងើបរួចអីចឹងព្រោះអត់ចូលចិត្តទាហានថៃហើយនឹងអ្នកនយោបាយស្មោកគ្រោករបស់ថៃដែលកំពុងតែឈ្លានពានខ្មែរផងប៉ុន្តែបងប្អូនឥឡូវនេះខាងថៃគេបកស្រាយអញ្ចឹងគេសោកស្ដាយថាការរំលាយនេះមិនពាក់ព័ន្ធនឹងការរំលាយសាសនាប៉ះពាល់ដល់សាសនាណាមួយទេគឺគេធ្វើតាក់ទងនឹងការដែលគេគ្រប់គ្រងដែនអធិបតេយ្យរបស់ថៃដែលកម្ពុជាឈ្លានពានគេនិយាយចឹងឥឡូវគេដណ្ដើមយកទៅកាន់កាប់វិញហើយដើម្បីរៀបចំ
ព្រំដែននឹងឲ្យស្អាតឲ្យល្អអត់មានសំណល់របស់សម្បត្តិខ្មែរនៅក្នុងហ្នឹងគឺគេក៏ឈូសឆាយវាចោលទៅព្រោះអីវាជាដែនអធិបតេយ្យរបស់គេអញ្ចឹងទៅឃើញបងប្អូនឃើញការក៏ឃ្លឿនរំលោភបំពានឈ្លានពានយើងហើយរំលាយចោលវត្ថុតាងអស់ហើយយើងអត់ព្រមប្តឹងហើយតិចទៀតទៅដល់ពេលគេរៀបចំអស់ដូចខ្ញុំនិយាយអញ្ចឹងផោះតាងភ្លៀងមករលុបអស់អីគេឈូសឆាយអស់ហើយតែយើងប្តឹងកាលអាផោះតាងចាក់ស្ដែងហ្នឹងអត់ព្រមយកមកប្តឹងហើយដល់ពេលហើយចុងក្រោយមិនយឺតពេលខ្ញុំអត់យល់តែយ៉ាងណាបងប្អូនអាហ្នឹងគឺជាការគិតរបស់រដ្ឋាភិបាលយើងមួយបែបឥឡូវរដ្ឋាភិបាលថៃនិយាយអញ្ចឹងបន្ទប់ស្ថានភាពយោធាថៃហើយនឹងរដ្ឋាភិបាលថៃនិយាយអញ្ចឹងសោកស្ដាយអត់សុំទោសទេណាសោកស្ដាយដែលធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់អ្នកគាំទ្រឬក៏អ្នកកាន់សាសនាព្រាហ្មណ៍ឬសាសនាព្រហ្មញ្ញសាសនាដែលតកតងនឹងរឿងវិស្ណុហ្នឹងក៏ប៉ុន្តែលោកអនុទិនច័ន្ទវរៈគុលដែលជារដ្ឋមន្ត្រីថៃចាំផ្ទះនេះណាអូបើហើនមែនតើថ្ងៃនេះនឹងគាត់មកថ្លែងដើម្បីត្រៀមចូលឈ្មោះជានាយករដ្ឋមន្ត្រីត្រៀមជាប់ឆ្នោតស្អីថ្ងៃទី8ខែកុម្ភៈនោះណានឹងគាត់និយាយភាសាថាម៉េចគាត់ថារឿងតែហ៊ានថៃពលីលបួសដាច់ដៃដាច់ជើងនឹងស្លាប់អស់មកកណោមិនររឿងមកររឿងបំផ្លាញរូបវិស្ណុមួយតូចតាចអញ្ចេះតើមានអីទៅប្រៀបធៀបនឹងការពលីរបស់ទាហានថៃដល់សម្បើមអញ្ចឹងគាត់ថាកុំមកប្រៀបធៀបយកអានឹងជារឿងធំរឿងទាហានពលីគឺជារឿងធំអូរឿងនេះហាធ្ងន់មែនតើខ្ញុំថាធ្ងន់មែនតើហ្នឹងថាអីក្នុងន័យនយោបាយគឺគាត់ចង់និយាយថាគាត់យកចិត្តទុកដាក់រឿងទាហានថៃដែលពលីដែលស្លាប់នៅក្នុងសមរភូមិឬពិការណាមិនអញ្ចឹងណារបួសហើយគាត់ថារឿងរំលាយប៉ុណ្ណឹងហេតុអីក៏យើងទៅយកចិត្តទុកដាក់សម្បើមហ៎កុំយកចិត្តទុកដាក់អីយកចិត្តទុកដាក់ទាហានថៃវិញបងប្អូនលោកអនុទិនច័ន្ទវរៈគុលខ្ញុំជឿថាមាត់អត់កម្របទេដោយសារអីភាសាបែបនេះនិយាយទៅគឺបំផ្លាញថៃខ្លួនឯងឬក៏បំផ្លាញភាពជានាយករដ្ឋមន្ត្រីរបស់គាត់ហ្នឹងឬក៏បេក្ខជនជានាយករដ្ឋមន្ត្រីហ្នឹងហើយបង្ហែកស្លឹកឆ្នោតគាត់ចោលហើយដោយសារអីបើគាត់និយាយថាឲ្យគិតគូរពីទាហានពលីឲ្យខ្លាំងចោះរូបបដិមាវិស្ណុហ្នឹងមិនមែនអ្នកដែលទៅវាយបំបាក់កទាហានថៃទាំងអស់ហ្នឹងឬក៏យ៉ាងម៉េចបានជាទៅខឹងសម្បាអីជាមួយនឹងរូបវិស្ណុហ្នឹងទៅវិញវាអត់មានតាក់ទងអីនឹងរូបវិស្ណុហ្នឹងទេបើថាអូឥឡូវរំលាយមូលដ្ឋានតបខ្មែរកាភ្លើង BM21 ឬក៏ស្អីចឹងទៅកន្លែងស្តុកគ្រាប់ដេប៉ូគ្រាប់របស់ខ្មែរដែលបាញ់ប្លង់ទៅថៃអាហ្នឹងដូចជាមានអារម្មណ៍ថាយ៉ាត្រូវតែរំលាយខ្ទេចអីចឹងទៅឧទាហរណ៍ណាដើម្បីថាទាហានថៃស្លាប់ច្រើនហើយយើងត្រូវតែថៃគេត្រូវតែរំលាយប៉ុន្តែរូបបដិមាវិស្ណុនេះអត់មានអីជាសត្រូវអីជាមួយនឹងទាហានថៃសោះវាជានិមិត្តរូបនៃដែនអធិបតេយ្យរបស់កម្ពុជាតែយើងចង្រៃយើងឈ្លានពានគេយើងចង់បំផ្លាញបំបិតភ័ស្តុតាងហើយដល់ពេលគេនិយាយចឹងទៅនិយាយរឿងថាកុំឲ្យគិតរឿងហ្នឹងគិតពីរឿងទាហានពលីចង់និយាយស្អំហើយអត់ព្រមសំទោសអានេះគឺជាកំហុសប្រវត្តិសាស្ត្រហើយខ្ញុំជឿថាលោកអនុទិនច័ន្ទវរៈគុលច្បាស់ជាត្រូវបណ្ដាសាហើយខ្ញុំមិនជឿថាគាត់ឈ្នះឆ្នោតទេខ្ញុំមិនមែនជាអ្នកព្យាករទេខ្ញុំជឿថាធ្វើដោយលោកអនុទិនច័ន្ទវរៈគុលហើយនឹងសារបែបអត់គម្របបែបនេះដែលគាត់គិតថាចំណេញស្លឹកឆ្នោតខ្ញុំជឿថាហែកស្លឹកឆ្នោតចោលទេ